ទឹកសណ្តែកសូយ៉ាទឹកសណ្តែកឬសូយ៉ា soy sauce គឺជាទឹកជ្រលក់ដែលផលិតពីសណ្តែកសៀងដោយមានដំណើរការបំលម្អិតដោយធម្មជាតិវាជាគ្រឿងទេសដ៏សំខាន់នៅក្នុងចាហួយអាស៊ីជាច្រើនជាពិសេសចាហួយចិនជប៉ុននិងកូរ៉េប្រភពដើមនិងប្រវត្តិសាស្ត្រទឹកសណ្តែកមានប្រវត្តិជាង2,500 ឆ្នាំដោយកើតឡើងដំបូងនៅប្រទេសចិនវាត្រូវបានផ្សព្វផ្សាយទៅកាន់ប្រទេសជប៉ុននិងប្រទេសអាស៊ីផ្សេងតាមរយៈផ្លូវសំពៅដំណើរការផលិតទឹកសណ្តែកត្រូវបានផលិតតាមរយៈដំណើរការបំលម្អិតសណ្តែកសៀងជាមួយថេងជាតិភាគច្រើនគឺស្រូវសាលីនិងប្រេងដំណើរការនេះរយៈពេល2ខែដល់ច្រើនឆ្នាំប្រភេទសំខាន់1ទឹកសណ្តែកចិនមានរសជាតិរឹងនិងប្រៃជាង2សូយ៉ាជប៉ុន shoyu មានតុល្យភាពរវាងរសជាតិប្រៃផ្អែមនិងជាតិអូម៉ា3ទឹកសណ្តែកកូរ៉េមានរសជាតិខុសគ្នាអាស្រ័យលើតំបន់ការប្រើប្រាស់ជាទឹកជ្រលក់សម្រាប់ម្ហូបចម្អិនជាគ្រឿងទេសក្នុងការចម្អិនជាគ្រឿងផ្សំនៅក្នុងម្ហូបឆាប់សម្រាប់បង្កាត់ពណ៌និងរសជាតិអាហារតម្លៃជីវសាស្ត្រទឹកសណ្តែកផ្ដល់ជាតិប្រូតេអ៊ីនអាមីណូអាស៊ីតនិងរ៉ែមីណេរ៉ាល់ផ្សេងទោះជាយ៉ាងណាក៏ដោយវាមានជាតិសូដ្យូមខ្ពស់ដូច្នេះគួរប្រើប្រាស់ដោយសម្ងាត់ការរក្សាទុកគួររក្សាទុកទឹកសណ្តែកនៅកន្លែងត្រជាក់និងងឹតបន្ទាប់ពីបើកប្រើប្រាស់ហើយ